បងប្អូនទាំងអស់គ្នាណាខ្លះដែលមិនទាន់ចេះបំលែងរូបភាពទៅជាអក្សរអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបបំលែងរូបភាពឲ្យក្លាយទៅជាអក្សរមិនថាភាសាខ្មែរឬក៏ភាសាអង់គ្លេសគឺយើងអាចធ្វើបានទាំងអស់អញ្ចឹងបើសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូចែករំលែករបស់ខ្ញុំគឺកុំភ្លេចចុច like and share follow ខ្ញុំនេះផងអញ្ចឹងយើងទៅមើលពីរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងយើងចូលក្នុង Telegram របស់យើងមកហើយយើង search មួយឈ្មោះថា image to text ហ្នឹងហើយខ្ញុំនឹងដាក់ username នេះនៅក្នុងខាងក្រោម comment ដើម្បីអ្នកទាំងអស់គ្នាស្រួលក្នុងការរកអញ្ចឹងគឺរូបភាពមួយនេះអូខេអញ្ចឹងយើងចុចពាក្យថា start អូខេអញ្ចឹងគឺខ្ញុំចាប់ដើម upload នៅអត្ថបទអក្សរខ្មែរមុនថាវាធ្វើអក្សរខ្មែរបានស្អាតឬក៏អត់អូខេអញ្ចឹងយើងចាប់ទាញនៅអក្សរខ្មែររបស់ខ្ញុំចូល yes បែបនេះអូខេអញ្ចឹងបន្ទាប់ពី convert ហើយគឺយើងមើលថាអក្សររបស់យើងគឺត្រូវដៃត្រូវជើងគ្នាល្អហើយអញ្ចឹងយើងអាច copy អក្សរទាំងអស់នេះយើងអាចយកមកដាក់នៅក្នុង Word ក៏បាននៅក្នុង Chrome Google Doc ក៏បានអាស្រ័យទៅលើអ្នកទាំងអស់គ្នាប្រើប្រាស់ copy ដាក់ទីតាំងមួយណាក៏បានអញ្ចឹងបន្ទាប់ពី copy ហើយយើងត្រូវផ្ទៀងផ្ទាត់មើលអក្សរថាវាត្រឹមត្រូវនៅអ្វីដែលយើងចង់បានហើយឬនៅអញ្ចឹងគឺខ្ញុំតេស្តមួយទៀតគឺសម្រាប់ភាសាអង់គ្លេសគឺកាន់តែងាយស្រួលទៀតគឺយើងចាប់ទាញនៅឯកសារភាសាអង់គ្លេសមកអូខេអញ្ចឹងយើង upload ចូលហើយយើងរងចាំវាតែមក play ប្រហែលជា4ទៅ5 second វានឹងធ្វើការឲ្យយើងអូខេអូខេអញ្ចឹងយើងអាចមកពិនិត្យមើលអក្សររបស់យើងបានយើង select លើអក្សររបស់យើងមកយើងអាច copy ទៅដាក់ទីតាំងដែលយើងប្រើការនឹងបានដែរអូខេអញ្ចឹងគឺខ្ញុំដាក់កន្លែងដែរអូខេអញ្ចឹងយើងទទួលបាននៅអក្សរដែលយើង convert ចេញពីរូបភាពមួយដែលបានល្អខ្លាំងមែនទែនអូខេអញ្ចឹងបើសិនបើអ្នកទាំងគ្នាពេញចិត្តនៅវីដេអូរបស់ខ្ញុំគឺកុំភ្លេចចុច like and share follow ខ្ញុំមួយផងជួបខ្ញុំនៅវីដេអូបន្ទាប់ see you next video